បាទជាបឋមខ្ញុំបាទសូមគោរពជម្រាបសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាដែលអឺទាំងនៅចិត្តទាំងនៅឆ្ងាយបាទអញ្ចឹងមុននឹងចូលវីដេអូរបស់យើងដល់ហេតុបាទអានចំណងជើងហើយបាទអញ្ចឹងក៏ចង់អនុញ្ញាតសូមជម្រាបសួរហើយសួរសុខទុក្ខបងប្អូនទាំងអស់គ្នាទៅសុខសប្បាយឬក៏អត់បាទសូមសរសេរ comment ផងបាទបាទបងប្អូនញោមឲ្យបានច្រើនអូខេអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្រៀននិងបង្ហាញអំពីរបៀបក្នុងការដែលយើងនៅពេលដែលយើងផ្លេច password កុំព្យូទ័រយើងបាទពីមុននេះធ្លាប់ចេះពេលដែលយើងអត់ដឹងយើងជួ Windows នៅពេលកាលណាដែលជួ Windows យើងបាត់ឯកសារមិនថាបាត់ឯកសារវាយើងបាត់កម្មវិធីដែលយើងចូល set up ម្ដងទៀតជារៀបចំម្ដងទៀតគឺអញ្ចឹងខ្ញុំមានរបៀបមួយគឺបាទដោះ password ដែលបាត់បង់ឯកសារហើយនឹងកម្មវិធីដែលពុកម៉ែបងប្អូនដែលបានតម្លើងហើយនោះទេគឺយើងប្រើបាទ reset password reset the password ទេហើយកម្មវិធីនៅដដែលបាទអូខេអញ្ចឹងរបៀបក្នុងការដែលយើងreset password ហ្នឹងគឺបាទគឺមានបាទប្រហែលចំណុចនេះយើងធ្វើតាមខ្ញុំទៅយើងនឹងអាច reset password បានហើយយើងអាចធ្វើដោយខ្លួនឯងបានបាទអញ្ចឹងខ្ញុំនឹងប្រាប់ពីទី1គឺយើងត្រូវតែមាន USB flash បាទមាន 3G ឡើងទេបាទអ្នកទាំងអស់គ្នាអាចរកទិញបាននៅតាមតូបតាមហាងលក់កុំព្យូទ័រហើយតាមអនឡាញឬក៏អ្នកទាំងអស់គ្នាចង់ទិញតាមរយៈខ្ញុំក៏បានខ្ញុំមានលក់អូខេចាត់ទុកថាជួយខ្ញុំអូខេហើយទិញតាមរយៈខ្ញុំក៏បានហើយដាក់លេខទូរស័ព្ទជូនហើយមួយទៀតទី2គឺយើងត្រូវ download Highland Boot បាទហើយនឹង Refuse បាទ Highland Boot គឺគឺជានេះមួយបាទដូច Windows អញ្ចឹងវាជា ISO 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 បាទ ISO file ហើយនឹង Refuse បាទតោះឥឡូវយើងទៅចូល Chrome មកហើយបងប្អូនគ្នាវាយបែបនេះវាយចេះមកបាទវាយពាក្យ Highland Boot បន្ទាប់មកចុចលើវាមក CD ហ្នឹងអូខេតមកបងប្អូនគ្នាចុចលើពាក្យ download តមកបងប្អូនទាំងអស់គ្នាអូទៅក្រោមបាទអូតាមខ្ញុំមកបាទមួយមកហើយចុចពាក្យថានេះ file name ចុចលើវាមកអញ្ចឹងវានឹងឲ្យ download ហើយហងចាំទៅវាជាប្រភេទ ISO អញ្ចឹងដោយសារខ្ញុំបាន download វាហើយម្ដងហើយអញ្ចឹងខ្ញុំសូមចុចខ្វែងចុះតោះឥឡូវយើងទៅមួយទៀតគឺយើង down បាទយើង down refuse បាទអញ្ចឹងrefuse នេះបាទវាយបែបហ្នឹងមកខ្ញុំសេខុសសុំទោសបាទហើយចុចលើវាមកអានេះផងដែរយើងអាច run file ចូលទៅក្នុងUSB របស់យើងបាទយើងអាច copy ចូលទាំងមកបានទេយើងត្រូវ run វាចូលបាទយើង copy វាចូលតាមរយៈកម្មវិធីហ្នឹងអញ្ចឹងអូទៅក្រោមមកអញ្ចឹងយើងបន្តមកទៀតយើង download វាមកចុច cross ចុច download ណាហើយជាការស្រេចអញ្ចឹងហើយបន្តមកទៀតសារខ្ញុំបាន download ហើយចឹងខ្ញុំ download ទៀតទេឥឡូវមួយទៀតគឺកន្លែងនេះទី3គឺយើង Highland Boot ហ្នឹងយើងបញ្ចូល Highland Boot ទៅក្នុង USB flash តោះយើងត្រូវទាំងអស់គ្នាយើងចូលពាក្យ file បាទចុចពាក្យ download មកបន្តមកទៀតនេះយើង download ពីមុនមកខ្ញុំ download ហើយបាទអញ្ចឹងយើងបើកអានេះមួយសិនមកយើងបញ្ចូលនេះទៅក្នុងនេះបាទចុច right click តមកចុច run as administrator នេះមកបាទចុច yes អូខេតោះឥឡូវចាំតិចអញ្ចឹងកន្លែងនេះគឺបងប្អូនត្រូវតែដោត USB flash របស់យើងមកបាទខ្ញុំយក USB flash ដើម្បីដោតវាសិនបាទអូខេបាទនេះចុច close មកអញ្ចឹងនេះរបស់ខ្ញុំបាទខ្ញុំធ្លាប់បញ្ចូលហើយម្ដងហើយបាទនេះ 64G
hơi đó nghĩa đầu thấy đọc nó ô trồn vậy chập tiền về trồn vậy đó chỉ cái select nhẹ ok và trồn trắng đưa câu mùi tiết cho lừa bia hay cho select lừa bia vậy và hãy taro file và dừng IFO file nó cứ nè hãy cho open nó chẳng có bán hay mùi tiết ô và trồn che có bạn này được kia và từ một tiết nó hiểu cho start nó lâu để xa được cho bạn cho start đó hay cho bạn bị trôi từ khung file á đó cái loại cho start nó viên nâng đào pin ở hay đó nhé bạn file nâng xâm nhập không ca để dừng từ reset password tập password chứ và đó cái chọn reset password chẳng tục file nó là bị reset password ta dừng từ chúng hiện một tập tiết ok xong tới ta ta bị dừng ràn hơi vì chỗ đó hay phải nháy phần đi hơi dừng đào USB flash từ trong computer để chọn phát đọc password ta lâu dừng tới tụi họ nhé nhưng ta đọc flash dẫn